អញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីរបៀបក្នុងការសរសេរបទចម្រៀងដោយប្រើកម្មវិធី AI ទាំងការធ្វើរូបភាព poster បទចម្រៀងដោយប្រើ AI អញ្ចឹងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាខាតពេលយូរយើងចូលទៅទស្សនាទាំងអស់គ្នាតែមុននឹងចូលទៅដល់នឹងការបង្ហាញមួយនេះបើសិនជាអ្នកទាំងអស់គ្នាទើបតែមកដល់ថ្មីទេកុំភ្លេចជួយចុច Subscribe ក៏ដូចដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតនិងពី Channel YouTube របស់ខ្ញុំផ្ទាល់អញ្ចឹងជាទាហានដំបូងអ្នកទាំងអស់គ្នាត្រូវចូលទៅក្នុងកម្មវិធី ChatGPT មកអូខេចូលទៅក្នុងChatGPT បន្ទាប់មកយើងចុចចូលទៅអូខេនៅពេលដែលអ្នកទាំងអស់គ្នាចូលមកដល់ ChatGPT ហើយអ្នកទាំងអស់គ្នាបើសិនជាយើងអត់ចេះសរសេរភាសាអង់គ្លេសណាហ្នឹងហើយអ្នកគ្នាអាចធ្វើការសរសេរខ្មែរបានអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការសរសេរបទចម្រៀងទៅកាន់គេផងអញ្ចឹងណាអញ្ចឹងខ្ញុំដាក់បែបផ្សេតអូខេខ្ញុំដាក់បែបផ្សេតទាំងអត្ថបទទាំងចំណងជើងអញ្ចឹងទៅអញ្ចឹងវាចាប់ផ្ដើមតម្លាក់ឲ្យហើយបើសិនជាប្រមរបស់យើងចប់យើងគ្រាន់តែ copy កន្លែងនេះមកអូខេបន្ទាប់មកទៀតយើងត្រូវថាចូលទៅក្នុងtab ថ្មីមួយទៀតអូខេអញ្ចឹងអ្វីដែលយើងត្រូវចូលបន្តនោះគឺយើងត្រូវប្រើជាមួយនឹង Flow Music អូខេ Flow Music ណាអ្នកនរគ្នាធ្វើការសរសេរតាមខ្ញុំមកហើយសូមបញ្ជាក់ថាចំពោះ Flow Music នេះគឺអ្នកនរគ្នាអាចប្រើជាមួយនឹង account ធម្មតាសិនក៏បានដែរបើសិនជាអ្នកនរគ្នាមិនទាន់ស្ទាត់ក្នុងការបង្កើតបទចម្រៀង AI ក្នុងការរៀបចំបទចម្រៀងច្រៀងឬក៏រៀបចំភ្លេងមិនឲ្យស្អាតអញ្ចឹងណាអញ្ចឹងយើងប្រើរៀនវាសិនបើសិនជាអ្នកនរគ្នាមាន account email ច្រើនកាន់តែល្អអាហ្នឹងណាព្រោះដោយសារអានេះយើងប្រើ account ធម្មតាអញ្ចឹងគេគិតជាថ្ងៃមួយថ្ងៃឧទាហរណ៍ថាមួយថ្ងៃយើងបង្កើតបាន10បទចម្រៀងអីចឹងទៅតែបើសិនជា account upgrade ទៅជា Pro យើងអាចប្រមាណ100បទចម្រៀងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្វីដែលយើងធ្វើនេះគឺយើងប្រើជាមួយនឹង account ធម្មតាទេយើងចូលមកដល់យើងធ្វើការ login ឡើងនេះអូខេយើង login ហើយយើង continue with Google របស់យើងណាហ្នឹងហើយយើងចុចអញ្ចឹងមកចុចតាមខ្ញុំដែលខ្ញុំបង្ហាញទៅអ្នកទាំងអស់គ្នាហ្នឹងដើម្បីបានជាមួយនឹង account ក្នុងការភ្ជាប់ជាមួយនឹង Flow Music ដើម្បីបង្កើតបទចម្រៀង AI ចំពោះការបង្កើតបទចម្រៀងតាមរយៈ AI នេះគឺវាមានច្រើនប្រភេទសម្រាប់AI ក្នុងការបង្កើតបទចម្រៀងតែខ្ញុំគិតថា AI Flow Music សម្រាប់អ្នកដំបូងនេះគិតថាអានេះវាស្រួលជាងណាហ្នឹងហើយហើយបើសិនជាបងប្អូនដែលគាត់យល់ដឹងពី AI ផ្សេងពីនឹងទៀតអាចប្រើប្រាស់តាមរយៈយល់ឃើញរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងណាតែបើសិនជាបងដែលគាត់អត់ទាន់ដឹងពី website AI ក្នុងការបង្កើតបទចម្រៀងអាចមកសាកប្រើនេះបដោះអាសន្នសិនបាននៅពេលដែលយើងចេះស្ទាត់ក្នុងការប្រើប្រាស់ហើយយើងអាចទៅប្រើផ្សេងក៏បានដែរអូខេអញ្ចឹងនៅពេលដែលយើងចូលមកដល់ហើយយើងភ្ជាប់រួចរាល់ហើយយើងផាសអត្ថបទរបស់យើងចូលមកអញ្ចឹងយើងចុចបញ្ជូនទៅវានេះអូខេអញ្ចឹងចំពោះសាច់ចម្រៀងដែលអ្នកនរគ្នាបានហ្នឹងយើងប្រាប់ទៅកាន់ ChatGPT អញ្ចឹងណាយើងថាឧទាហរណ៍យើងចង់បានបទបែប Sad បែបកំសត់ឬក៏បែបសប្បាយបែប Rap អីតាមហ្នឹងទៅដែលយើងសរសេរប្រាប់វានឹងរៀបចំមកឲ្យយើងហើយអូខេអញ្ចឹងយើងធ្វើការស្ដាប់សាកល្បងជាមួយនឹងបទចម្រៀងដែលវាបានរៀបចំឲ្យយើងហេការបង្កើតបទចម្រៀងថ្មីទៀតឬក៏យើងទៅធ្វើការសរសេរស្នើសុំពី ChatGPT ណាឲ្យវារៀបចំបទចម្រៀងថ្មីឲ្យយើងមួយទៀតប៉ុន្តែបើសិនជាយើងមានបទចម្រៀងដែលយើងសរសេរខ្លួនឯងរួចរាល់ហើយយើងគ្រាន់តែយកអត្ថបទដែលយើងសរសេរហ្នឹងដាក់ចូលមកក្នុងកម្មវិធីហ្នឹងមកគឺយើងអាចឲ្យវាច្រៀងឲ្យយើងបានហើយអូខេហើយកន្លែងនេះគឺជាកន្លែងដែលយើងទាញយកបទចម្រៀងហ្នឹងណាអញ្ចឹងយើងគ្រាន់តែធ្វើការចុចកន្លែងត្រេ3នេះមួយអូខេបន្ទាប់មកអ្នកនរគ្នាចុចលើពាក្យថា download ហើយអ្នកនរគ្នាបើសិនជាចង់បានជាវីដេអូយើងចុច download វីដេអូបើចង់បានជា MP3 យើងធ្វើការ download ជា MP3 មកអូខេអញ្ចឹងអឺចំពោះការបង្ហាញគឺយើងចប់បទចម្រៀងហើយអញ្ចឹងយើងត្រូវតែធ្វើរូបភាពបទចម្រៀងនេះម្ដងអញ្ចឹងអ្វីដែលយើងចូលមកធ្វើនេះគឺយើងធ្វើនៅក្នុងនេះម្ដងណាហ្នឹងហើយយើងចូលទៅក្នុងអញ្ចឹងខ្ញុំដាក់ថាសូមជួយធ្វើរូបភាពសូមជួយធ្វើរូបភាព poster បទនេះផងតមកយើងដូរជាភាសាអង់គ្លេសវិញខ្ញុំដាក់ size 3.4 អញ្ចឹងណាយើងដាក់ size ហ្នឹងមកប៉ុន្តែបើសិនជាយើងស្រឡាញ់ size អឺ16.9ហ្នឹងជា size ផ្ដេកបើសិនជាយើងស្រឡាញ់9.16ជា size ប្រឈរសម្រាប់ Facebook Reel ឬក៏ TikTok យើងអាចធ្វើទម្រង់រូបហ្នឹងបានអូខេអញ្ចឹងយើងធ្វើការចុចបញ្ជូនទៅវានឹងធ្វើការតម្លាក់រូបភាពមកឲ្យយើងហើយអូខេនេះអញ្ចឹងនេះគឺជាទម្រង់ដែលវាកំពុងតែ creating ណា
iMac មកឲ្យយើង ឬក៏កំពុងតែបង្កើតរូបភាព poster បទចម្រៀងហ្នឹងមកឲ្យយើង តាមដែលយើងស្នើសុំទៅវា អូខេ អញ្ចឹងអ្វីដែលអ្នកនរគ្នាធ្វើបន្តទៀតនេះ គឺរង់ចាំវាតែប៉ុណ្ណឹងគឺហើយហើយ អូខេ អញ្ចឹងយើងគ្រាន់តែធ្វើការរង់ចាំវាបន្តិចទៀតមក នៅពេលដែលវាចប់ យើងបានរូបភាព យើងយកទៅភ្ជាប់ជាមួយនឹងបទចម្រៀងរបស់យើង ដោយប្រើកម្មវិធីកាត់តផ្សេងៗដូចជាកម្មវិធី CapCut ឬក៏កម្មវិធី Editor របស់ Facebook ក៏បានដែរ សម្រាប់យើងប្រើនៅលើទូរស័ព្ទដៃអញ្ចឹងណា អញ្ចឹងខ្ញុំសូមបញ្ជាក់ទៅកាន់អ្នកនរអស់គ្នាថា ចំពោះការស្នើសុំទម្រង់រូបភាព ផ្សាយរូបភាពអី យើងត្រូវប្រាប់ទៅកាន់វាឲ្យច្បាស់ៗថា យើងចង់បានកម្រិតរូបភាព ឬក៏សាយទំហំរូបភាពរបស់យើងហ្នឹងប៉ុណ្ណា យើងសរសេរប្រាប់ទៅវានឹងរៀបចំមកឲ្យយើង ហើយនេះគឺជារូបភាពដែលវាបានបង្កើតមកឲ្យយើង ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាកន្លែងនេះបើសិនជាយើងអត់យកនេះកន្លែងបានន័យថាកន្លែងហ្នឹងអត្ថបទចម្រៀងអញ្ចឹងណា យើងអត់យកកន្លែងហ្នឹងទេ យើងសរសេរប្រាប់ទៅវាថា យើងយកតែចំណងជើងវីដេអូទេ ខ្ញុំយកតែចំណងជើងបទចម្រៀងទេ ព្រោះដោយសារយើងសរសេរទៅសរុបយើងប្រាប់វាថា poster បទចម្រៀង poster បទនេះនឹងសាយនៃរូបភាពបទហ្នឹង អូខេ អញ្ចឹងអ្វីដែលវាកែមកឲ្យយើងនេះ វាកំពុងតែ create ម្ដងទៀត វានឹងរៀបចំរូបភាពថ្មីមកឲ្យយើង ហើយបើសិនជាអ្នកនរអស់គ្នាចង់ឲ្យវាកែ font អក្សរអីហ្នឹង គឺយើងអាចរៀបចំតាមហ្នឹងបានថា បើថាយើងស្រឡាញ់ពុម្ពខ្មែរ OS ឬក៏អក្សរក្បាច់ ឬក៏អក្សរឆ្លាក់អី យើងសរសេរបញ្ជាក់នៅក្នុងហ្នឹងផងណា ថាយើងស្រឡាញ់អក្សរបែបណាអញ្ចឹងទៅ ឬក៏យើងមានគំរូអក្សរណាមួយ ផ្ញើទៅឲ្យវាទៅ ភ្ជាប់ជាមួយនឹងអត្ថបទ និងរូបភាពដែលយើងបានស្នើសុំទៅវាទៅ វានឹងរៀបចំតាមហ្នឹងមកឲ្យយើងហើយ ប៉ុន្តែឥឡូវយើងមករង់ចាំលទ្ធផលរបស់យើងវិញ ដែលយើងកំពុងតែធ្វើនេះ ធ្វើវាបន្តទៀតនោះ យើងគ្រាន់តែយកវាទៅដាក់ជាមួយនឹងកម្មវិធី CapCut អីទៅ ប៉ុន្តែនៅក្នុងនេះខ្ញុំសូមអត់ចែករំលែកទេចំពោះការ edit បន្តទៀត អញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំ គឺខ្ញុំមានប៉ុណ្ណឹងទេដែលចង់ចែករំលែកទៅកាន់អ្នកនរអស់គ្នា ហើយជាចុងក្រោយបើសិនជាអ្នកនរអស់គ្នាមានចម្ងល់ផ្សេងៗទៀតកុំភ្លេចជួយcomment ប្រាប់នៅខាងក្រោមវីដេអូរបស់ខ្ញុំផង ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀត